Sustain នៅដល់គ្នាឥឡូវយើងមកមើលចំណុចទី5 សាប់សំឡេងភាសាចិនមាន4ទី1សំឡេងទី1គំនូសវាស្មើឧទាហរណ៍ដូចជាអាប៉ាប៉ាទី2សំឡេងទី2គំនូសវាឡើងទៅលើឧទាហរណ៍ដូចជាអាប៉ាប៉ាទី3សំឡេងទី3គំនូសវាចុះហើយឡើងទៅលើវិញឧទាហរណ៍ដូចជាអាប៉ាប៉ាទី4សំឡេងទី4គំនូសវាចុះទៅវិញឧទាហរណ៍ដូចជាអាប៉ាប៉ាអញ្ចឹងនៅក្នុងភាសាចិនវាមានសំឡេងមួយទៀតដែរឈីងសឹងហ្នឹងសំឡេងស្រាលកំបុតខ្លីហើយស្រាលឧទាហរណ៍ដូចជាអាប៉ាប៉ា